នៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញលោកអ្នកអំពីរបៀបនៅក្នុងការទាញយកនៅរូបភាពកែរណប Landsat យ៉ាងងាយស្រួលសម្រាប់ប្រើប្រាស់នៅក្នុងកម្មវិធី ArcGIS Pro ឬក៏កម្មវិធី ArcMap តាមរយៈ Google Earth Engine អូខេអញ្ចឹងដើម្បីធ្វើការទាញយកយើងគ្រាន់តែចូលទៅកាន់website របស់ Google Earth Engine ហ្នឹងមកគឺយើងវាយពាក្យថា code.earthengine.google.com អូខេអញ្ចឹងយើងមកដល់កន្លែង code editor របស់ Google Earth Engine ហ្នឹងហើយលោកអ្នកក៏បីធ្វើការ sign up នៅ Google Earth Engine account ជាមុនសិនដែលការ sign up ហ្នឹងគឺលោកអ្នកត្រូវការ Gmail account មួយនៅក្នុងករណីខ្ញុំគឺខ្ញុំប្រើ account មួយនេះអញ្ចឹងដើម្បីធ្វើការទាញយកនៅរូបភាព Landsat អាចជា Landsat 8 ឬក៏ Landsat 9នៅក្នុងតំបន់ត្រង់ណាមួយដែលយើងចង់ទាញយកទីមួយគឺយើងត្រូវការឆែកលើទៅរក data catalog សិនដែល data catalog យើងអាចប្រើនៅកន្លែង search បានខាងលើនេះដែលយើងវាយពាក្យថាឥឡូវថាខ្ញុំចង់បាន Landsat 9នេះវាយ Landsat 9មក enter នៅក្នុងនេះយើងឃើញថាវាមាន collection ជាច្រើនដែលយើងអាចជ្រើសរើសបាននៅក្នុងករណីផងខ្ញុំគឺខ្ញុំយក collection នៅលើគេនេះគឺ Landsat 9 collection 2 tier 1 TOA reflection នេះដែល collection មួយនេះគឺគេបានធ្វើ atmospheric correction រួចហើយនេះ TOA top of atmospheric correction ហ្នឹងឯងអូខេយើងចុចលើវាមកបន្ទាប់មកនេះគឺជាព័ត៌មាន post collection នេះដែលវាមាន description band image property in term of use អញ្ចឹងទៅនៅក្នុងករណីនេះគឺយើងគ្រាន់តែចុចពាក្យថា import អូខេអញ្ចឹងយើងបាន variable មួយឈ្មោះ image collection នេះអញ្ចឹងនៅក្នុងករណីនេះខ្ញុំដូរទៅជា L9 ជំនាញបន្តទៀតយើងអាចទៅរក area of interest ផងយើងឥឡូវប្រហែលថាខ្ញុំចង់បានរូបភាព Landsat 9នៅក្នុងទីក្រុងភ្នំពេញអញ្ចឹងជាបឋមគឺយើងត្រូវធ្វើការកំណត់នៅ bounding box ជាមុនសិនដែលដើម្បីអាចកំណត់នៅ bounding box នឹងបានឬក៏ region of interest យើងអាចធ្វើការប្រើនៅ rectangle tool នៅខាងលើនេះឬក៏ polygon tool នេះឬក៏ប្រើ point ក៏បានដែរតែនៅក្នុងករណីនេះគឺខ្ញុំប្រើ rectangle tool នេះហើយយើងធ្វើការគូសនៅតំបន់ផងយើងដែលយើងចង់បានឧទាហរណ៍ខ្ញុំចង់បានប៉ុណ្នេះគឺកដោបយកទីក្រុងភ្នំពេញទាំងមូលតែម្ដងនៅពេលដែលយើងធ្វើការគូសរួចហើយយើងឃើញថានៅខាងលើនេះវាបង្កើត variable មួយទៀតគឺ var geometry នៅក្នុងករណីនេះគឺយើងដូរឈ្មោះវាទៅជា RI region of interest អូខេអញ្ចឹងបន្ទាប់ពីយើងបាន image collection ហើយយើងបាន region of interest ហើយជំហានបន្ទាប់យើងអាចធ្វើការ select ឬក៏យើងអាចធ្វើការ filter យករូបភាពដែលប្រសពឬក៏ដែលថតនៅចំតំបន់នេះបានហើយចឹងនៅក្នុងករណីនេះគឺយើងខ្ញុំបង្កើត variable មួយគឺថាខ្ញុំដាក់ថា pp l9 ចឹងយើងអាចធ្វើការ filter យករូបភាពដែលថតនៅក្នុងតំបន់នេះដើម្បីធ្វើការ filter យករូបភាពដែលថតនៅតំបន់នេះយើងអាចប្រើ function filter bound ដោយ filter bound ហ្នឹងគឺយើង filter ចេញពី L9 variable របស់យើងហ្នឹងគឺ L9.filter bounds ហើយ filter bound របស់យើងគឺយើង filter យកតាម region of interest ផងយើងហ្នឹងគឺ RI កន្លែងនេះមានន័យថា function នេះវានឹងធ្វើការ select យករូបភាពចេញពី Landsat 9 នេះដោយយកតែរូបភាពណាដែលប្រសពជាមួយនឹង RI ទេមានន័យថារូបភាពដែលថតជាប់ជាមួយនឹង region នេះវានឹង select យកឲ្យយើងហើយយើងមើលថាតើប្រសិនបើយើង filter តាមរយៈ RI ហ្នឹងយើងអាច filter បានប្រហែលស្លឹកអូខេយើងអាច print មើលលទ្ធផលបានគឺ PPL9 sorry យើងមើលនៅកន្លែង console ខាងនេះយើងឃើញថាយើងទទួលបាន69ស្លឹកនៅក្នុងតំបន់ហ្នឹងព្រោះដោយសារតែ Landsat 9វាទៅតែប្រហោះប្រហែលឆ្នាំនេះទេអញ្ចឹងនៅក្នុងភ្នំពេញនេះគឺនៅកន្លែង RI របស់យើងហ្នឹងគឺវាថតបាន69ស្លឹកហើយណាមួយយើងដឹងថាសម្រាប់ Landsat mission ហ្នឹងគឺ temporal resolution ផងវាហ្នឹងគឺ16ថ្ងៃអញ្ចឹងមានថាដើម្បីអាចថតទីតាំងនេះបានសារ satellite ឬក៏ផ្កាយរណបនោះត្រូវការពេលចំនួន16ថ្ងៃដើម្បីមកថតកន្លែងហ្នឹងមួយស្លឹកទៀតអូខេអញ្ចឹងបានយើងឃើញចំនួនរូបភាពដែលថតនៅកន្លែងនេះវាមានតិចវាមានត្រឹមតែ69ស្លឹកទេ
ok បន្តមកទៀតយើងអាចធ្វើការ filter យកកាលបរិច្ឆេទឧបមាថាយើងចង់បានត្រឹម2025អញ្ចឹងខ្ញុំ filter យកពី2025ថ្ងៃទី1ខែ1រហូតដល់ថ្ងៃនេះ2025ថ្ងៃខែ5ថ្ងៃទី20ថ្ងៃនេះគឺថ្ងៃទី20មើលសិនថ្ងៃ19នេះជាស្រ័យ19អញ្ចឹងយើង print មើលភាសាទៀតថាតើនៅក្នុងឆ្នាំ2025ហ្នឹងវាមានប៉ុន្មានស្លឹក5ខែហ្នឹងមាន8ស្លឹកអញ្ចឹងយើងគិតមើលទៅវាអាចសមហេតុផលដែរដោយសារមួយខែវាថតបានតែ2ស្លឹកទេអញ្ចឹងវា5ខែហើយខែ5នេះវាមិនតាន់គ្រប់មួយខែទេអញ្ចឹងវាមានតែ8ស្លឹកហ្នឹងទេបន្តមកទៀតខ្ញុំអាចធ្វើការ filter យក cloud cover ខ្ញុំប្រើ function filter ហើយនៅក្នុង function filter ហ្នឹងខ្ញុំ filter base ទៅលើ metadata មួយគឺ metadata មួយឈ្មោះថា cloud cover អញ្ចឹងខ្ញុំវាយពាក្យថា cloud cover អូខេ cloud cover ហើយ cloud cover គឺខ្ញុំចង់ filter យកតែរូបភាពណាដែលមាន cloud cover តូចជាង 10% ទេអូខេចាហេតុអីបានខ្ញុំដឹងថានេះជា metadata ដែលបញ្ជាក់អំពី cloud cover ហ្នឹងហើយបានយើងអាចវាយអាហ្នឹងបានអាកន្លែងព័ត៌មាននេះគឺយើងអាចទាញយកមកពី image property នេះកន្លែងនេះចូលមកកាន់ image property មកយើងនឹងឃើញ cloud cover នេះអូខេយើងវាយដូចគេអញ្ចឹងមកអក្សរធំទាំងអស់អូខេអញ្ចឹងបើសិនបើយើង filter យករូបភាពណាដែលមាន cloud cover តូចជាង 10% ឥឡូវយើងមើលតើវាមានប៉ុន្មានស្លឹកអូខេជាងមានតែ2ស្លឹកទេអញ្ចឹងជាមានបន្តទៀតខ្ញុំត្រូវធ្វើការកំបាញរូបពីរនឹងចូលគ្នាកំបាញរូបពីរនឹងចូលគ្នាដោយខ្ញុំប្រើ method តម្លៃកណ្ដាលគឺ median អញ្ចឹងមានន័យថាវានឹងចាប់យកតម្លៃកណ្ដាលនៃរវាង pixel នៃស្លឹកទាំងពីរអញ្ចឹងណាអូខេអញ្ចឹងយើងប្រើ function median យើងអាចប្រើ min ក៏បានដែរយើងលោកអ្នកអាចទៅស្រាវជ្រាវបន្ថែមតិចទៅថា function median និង function min ហ្នឹងវាអាណាប្រសើរជាងក្នុងការប្រើប្រាស់អូខេ min គឺតម្លៃមធ្យម median តម្លៃកណ្ដាលហើយបន្តមកទៀតគឺខ្ញុំអាចធ្វើការ clip នៅរូបភាពហ្នឹងបានហើយអញ្ចឹងនៅត្រង់ត្រឹមនេះនៅពេលដែលយើងប្រើ function median កន្លែងនេះមានន័យថាប្រសិនបើយើង print អានេះទៅគឺឥឡូវខ្ញុំ print ឲ្យមើលវាឡើងជា image collection ទៀតហើយព្រោះកន្លែងនេះយើងបានធ្វើការ composite រូបភាពពីរនឹងបញ្ចូលគ្នាហើយអញ្ចឹងនៅពេលដែលខ្ញុំ run វាចេញតែ image ទេវាឡើងជា image collection ទៀតហើយអូខេអញ្ចឹងបន្តមកទៀតយើងអាចធ្វើការកាត់វាទៅតាមព្រំបន្ទល់ RI ផងយើងបាន RI អូខេអញ្ចឹងខ្ញុំលុប function ខ្ញុំលុប print នេះចោលបន្ទាប់មកយើងអាចធ្វើការបញ្ចូលរូបភាពនឹងមកក្នុងផែនទីមើលតើវាចេញយ៉ាងម៉េចយើងប្រើ function map .add layer បន្ទាប់មកយើងដាក់រូបភាពរបស់យើងចូលគឺ ppl9 ហើយខ្ញុំបើក empty calibration មួយកន្លែងនេះខ្ញុំនឹងបញ្ជាក់ថាវាជាស្អីកន្លែងនេះខ្ញុំដាក់ឈ្មោះ layer របស់យើងគឺ pp landsat 9 image យើង run មើលវានឹងធ្វើការ add រូបភាពនឹងចូលមកយើងអាចមើល progress បាននៅខាងលើនេះបានបិទ RI នេះចោលដើម្បីកុំឲ្យវាបាំងអូខេយើងឃើញថាយើងបានរូបភាពមួយសន្លឹកដែលវាកាត់ចេញវាកាត់ទៅតាមព្រំបន្ទល់ RI ផងយើងស្អាតចេះតែម្ដងអត់មានលើសអត់មានខ្វះអូខេហើយវា add មកដំបូងយើងឃើញថាវាចេញខ្មៅអ៊ូយអញ្ចឹងដោយសារយើងអត់បានកំណត់នៅ stretch value សម្រាប់រូបភាពហ្នឹងទេហើយការតម្រៀបការ composite band ផងវាគឺវារៀបតាមលំដាប់ធម្មតាគឺ1 2 3អញ្ចឹងបើសិនបើយើងចង់បាន true color composite គឺយើងត្រូវការតម្រៀប band ហ្នឹងឡើងវិញដោយយើងតម្រៀបសម្រាប់ Landsat ហ្នឹងគឺ4 3 2 4នេះគឺ red 3នេះគឺ green 2នេះគឺ blue យើងអាចឆែកមើលនៅខាងលើនេះបាននេះយើង like band នេះយើងឃើញនេះ red green blue ណាអូខេអញ្ចឹងខ្ញុំដូរវាមក4 3
បន្ទាប់មកយើងធ្វើការកំណត់ stretch value នៅកន្លែងនេះខ្ញុំយក 100% stretch ហើយខ្ញុំ apply យក 100% stretch ដើម្បីឲ្យរូបភាពនោះវាចេញមករាងភ្លឺបន្តិចបើសិនជាយើងយក98ឬ90វាអាចរាងល្ងិតជាងហ្នឹងអូខេអញ្ចឹងប្រហែលថាបើយើងពេញចិត្តនៅរូបភាពហ្នឹងហើយពេញចិត្តនៅ visualization parameter ឬក៏តម្លៃ stretch value ហ្នឹងតម្លៃការតម្រៀប band និង stretch value ហ្នឹងយើងអាចធ្វើការ import យក parameter ហ្នឹងមកទុកប្រើនៅខាងលើនេះបាននេះអញ្ចឹងវាទៅជា image vis param នៅខាងលើនេះខ្ញុំកែទៅជា vis param ហើយលើក្រោយខ្ញុំអាចយក vis param ហ្នឹងមកជំនួសកន្លែង empty curly brace នេះនេះថាកន្លែងហ្នឹងគឺជាកន្លែងសម្រាប់ដាក់ visualization parameter ហ្នឹងឯងអូខេចឹងលើក្រោយនៅពេលដែលយើង run ទៅវាត្រូវband ត្រូវ stretch value អីស្រាប់ដោយដែលយើងបាន set ពីខាងលើមកហ្នឹងអញ្ចឹងណាយើងអាចមើលនៅរូបភាពហ្នឹងយើងឃើញថាប្រសិនបើរូបភាពហ្នឹងវាដូចទៅនឹងអ្វីដែលយើងចង់បានហើយយើងអាច export វាបានហើយដែលការ export គឺយើងប្រើ function export ក៏ប៉ុន្តែអានេះត្រូវគិតក្នុងចិត្តថាតើលោកអ្នកចង់ export រូបភាពនឹងទាំងអស់ឬក៏លោកអ្នកចង់ export តែទាំងអស់ហ្នឹងខ្ញុំចង់សំដៅលើ band តើលោកអ្នកចង់យក band ទាំងអស់ឬក៏ចង់យកតែ band ណាមួយបើសិនបើឧទាហរណ៍ថាលោកអ្នកត្រូវការតែ RGB ជាមួយនឹង near infrared ទេ near infrared ទេអញ្ចឹងលោកអ្នកអាចយកតែ4 band ហ្នឹងទៅបានហើយមិនបាច់ចាំបាច់យកផ្សេងទៅទៀតទេព្រោះកាលណាយើងយកទាំងអស់ file ផងយើងវាកាន់តែធំនៅក្នុងករណីដែលទីតាំងផងយើងធំអញ្ចឹងកន្លែងនេះគឺខ្ញុំគ្រាន់តែបញ្ជាក់ជូនលោកអ្នកទេថាប្រសិនបើលោកអ្នកត្រូវការទាំងអស់មានន័យថាទាំងប្រមាណ17 band នេះលោកអ្នកអាចធ្វើការ export ទៅតែម្ដងប៉ុន្តែបើសិនបើចង់បានចំនួន band ជាក់លាក់ឧទាហរណ៍ red green blue និង near infrared អាច assign band នឹងតែ4ហ្នឹងទៅបានហើយឥឡូវនៅក្នុងករណីផងខ្ញុំដើម្បីឲ្យរូបភាពផងខ្ញុំទូចហើយខ្ញុំ export លឿនសម្រាប់បង្ហាញលោកអ្នកខ្ញុំ select យកតែ4 band ទេណា red green blue និង near infrared អូខេអញ្ចឹងខ្ញុំដាក់ function មួយនៅកន្លែងនេះគឺខ្ញុំប្រើ function select ហើយបន្តមកទៀតខ្ញុំបើកនៅsquare bracket មួយដែល square bracket នេះគឺតំណាងឲ្យ list យើង list ផងយើងគឺយើងយក red green blue ហ្នឹងឯង band ហ្នឹងឯង B4 B3 B2 ហើយនឹង near infrared គឺ B5 ណាអញ្ចឹងនៅពេលដែលយើង select បាន4 band ហ្នឹងហើយយើងអាច print មើលបានបើមិនជឿ print មើលទៅយើងឃើញថារូបភាពហ្នឹងមានតែ4 band ហ្នឹងទេ PPL9 ខ្ញុំ print ឲ្យលោកអ្នកមើលនេះ4 band ឃើញទេយើង assign មិញហ្នឹងនេះ4 3 2 5អូខេអញ្ចឹងនៅពេលដែលយើងបានប៉ុណ្ណឹងហើយយើងអាច export បានហើយដោយសាររូបភាពរបស់យើងគឺស្អាតហើយស្អាតនេះខ្ញុំចង់សម្ដៅថាវាអត់មានពពកអត់មានអីបាំងទេយើងមើលទៅយើងឃើញស្អាតចេះតែម្ដងស្រឡះចេះស្រឡះថេងតែម្ដងអញ្ចឹងនៅក្នុងករណីនេះយើងអាច export បានហើយការ export ហ្នឹងយើងនឹង export វាទៅដាក់នៅក្នុង Google Drive ផងយើង Google Drive នេះគឺ Google Drive នៃ account Gmail នេះឯងអូខេអញ្ចឹងខ្ញុំប្រើ function export .image .to drive យើងបើក curly brace ហើយនៅក្នុងហ្នឹងវាមាន function វាមាន parameter សំខាន់មួយចំនួនตัวយ៉ាង image.2 ហើយនេះយើង assign ជាលក្ខណៈ dictionary ណាPPL9 នេះគឺជារូបភាពផងយើងរូបភាពដែលយើង filter នៅខាងលើនេះបន្តមកទៀតយើងត្រូវការដាក់ឈ្មោះឲ្យរូបភាពហ្នឹងនៅពេលដែលយើង export ទៅគឺយើងប្រើ parameter descriptions parameter នេះមិនមែនយើងចេះដាក់ណាវាជាប្រភេទ built in ដែលគេរៀបចំឲ្យយើងស្រេចហើយយើងគ្រាន់តែវាយចូលទៅបានហើយអានេះគឺជា PPL9 ជា PPL9 អូខេបន្តមកទៀតយើងត្រូវការ folder
folder នេះគឺ folder នៅក្នុង Google Drive ផងយើងនឹងឯងចឹងយើងវាយមក GE Drive ហ្នឹងគឺជា folder ផងខ្ញុំដែលខ្ញុំតែងតែ download រូបភាពនឹងទៅប្រើហ្នឹងមួយទៀតfunction parameter មួយទៀតគឺ region កន្លែងដែលយើងចង់ export ហ្នឹងគឺ ROI សូមអធិស្ឋាន region ច្រឡំគឺ ROI ខ្ញុំវាយចូលមកហើយបន្តមកទៀតគឺ scale នេះគឺចង់សំដៅលើ resolution របស់រូបភាពអញ្ចឹងសម្រាប់ Landsat គឺ30 ម៉ែត្រសម្រាប់ Sentinel គឺ10 ម៉ែត្រចំពោះ band RGB ហ្នឹងហើយបន្តមកទៀតយើងកំណត់ប្រព័ន្ធយាមកាយហើយគឺយើងប្រើ parameter CRS ណាអញ្ចឹងនៅក្នុងនេះគឺខ្ញុំវាយលេខ EPG សម្រាប់EPG សម្រាប់ប្រព័ន្ធយាមកាយ WJ84 UTM 048N តែលោកអ្នកមានឆ្ងល់ចំពោះ CGD 23ហ្នឹង EPG មែនអាហ្នឹងគឺយើងអត់ទាន់មានព័ត៌មានទេណាអញ្ចឹងយើងប្រើ WJ84 ធម្មតាទៅចឹង WJ84 UTM 048N លេខ EPG ផងវាគឺ32638ហ្នឹងអាចចងចាំទុកទៅហើយបន្តមកទៀតយើងកំណត់នៅ maximum pixel ដែលយើងអាច export បានគឺ10សេគុណ13គឺ max pixel 10សេគុណ13គឺយើងទៅសេ1 e 13ណា10សេគុណ13យើងគិតមកទៅប្រហែលលានប្រហែលពាន់លាន file format គឺជាតម្រងរូបភាពដែលយើងចង់ export ណាក្នុងករណីនេះគឺយើងចង់ export ជា GeoTIFF ណាយើងស្គាល់ GeoTIFF នឹងអីគេហើយបន្ទាប់ពីយើងបានប៉ុណ្ណឹងហើយយើងអាចពិនិត្យមើលទៅលើ parameter និងតម្លៃរបស់វារួចហើយយើងអាច run បានហើយគឺយើងចុច control enter មកឬក៏យើង run នៅខាងលើនេះយើងមើលនៅពេលដែលយើងចុច run ទៅយើងឃើញកន្លែងថាសនេះវា load ចេញជាពណ៌ទឹកក្រូចអញ្ចេះមានន័យថាកន្លែងហ្នឹងវាមានការងារមួយឲ្យយើងធ្វើដែលយើងមិនទាន់បានសម្រេចទេវាចេញពណ៌ទឹកក្រូចមិញណាអញ្ចឹងយើងមើលមកយើងឃើញនេះថាសមួយ unsubmitted task យើងឃើញមាន PPL Landsat 9គឺជា description ដែលយើងបានវាយហ្នឹងហើយសូមបញ្ជាក់កន្លែងនេះគឺសូមកុំដក clear បើសិនបើលោកអ្នកចង់ដក clear សូមធ្វើការប្រើ underscore ហើយបើសិនបើមិនប្រើ underscore ទេដក clear direct មកគឺវាអត់ឲ្យទេវាឲ្យយើងវាយ underscore ណាឬក៏យើងសរសេរកុំដក clear ចុចប៊ូតុង run នៅក្បែរនេះអូខេ initiate image export អញ្ចឹងយើងចាប់ផ្ដើមធ្វើការ export ហើយកន្លែងហ្នឹងគឺយើងមើលព័ត៌មានដែលយើងបញ្ចូលហ្នឹងវាត្រូវអស់ហើយនៅណាអញ្ចឹងក្នុងករណីនេះគឺត្រឹមត្រូវអស់ហើយអត់មានកន្លែងណាខ្វះចន្លោះទេអាចចុចប៊ូតុង run បាននៅពេលដែលយើងចុចប៊ូតុង run យើងចាំមើលកន្លែង progress នៅក្នុង task នេះមានន័យនេះអូខេយើងឃើញថាវាចាប់ផ្ដើម run ហើយនេះយើងចាំវាមិនបន្តិចទៅដោយសារទីតាំងរបស់យើងរៀងធំដែរហើយប៉ុន្តែដោយសារ band របស់យើងទូច band របស់យើងតិចអញ្ចឹងវាអាច export រៀងលឿនដែរមិនយូរពេកទេអានេះយើងចាំមើលធរៈវេលារបស់វាតើវាប្រហែលនាទីហើយអូខេអញ្ចឹងយើងឃើញថាវាត្រូវការពេល export ប្រហែលជា1នាទីនេះអូខេ one attempted នេះ one time នៅតែម្ដងហ្នឹងហើយស្រេចណាហើយស្រេចអូខេយើងអាច open in drive នេះចុច open in drive នេះមកអញ្ចឹងវានឹងធ្វើការបើករូបភាពហ្នឹងអូខេអញ្ចឹងនេះគឺជារូបភាពផងខ្ញុំដែលខ្ញុំបាន download កន្លងមករូបភាពដែលយើង down មិញហ្នឹងគឺរូបមួយនេះ pp landsat9.tif ហ្នឹងម៉ោង 11:54 អូខេយើងអាចធ្វើការ download រូបភាពនេះហើយយើងយកវាទៅបើកនៅក្នុងកម្មវិធី ArcGIS Pro អូខេយើងឃើញថាយើងបាន download រូបភាពនឹងបានសម្រេចហើយឥឡូវយើងទៅបើកកម្មវិធី ArcGIS Pro មើលហើយយើង add រូបភាពមិញចូលហើយរូបភាពមិញវានៅក្នុង desktop ខ្ញុំបាន copy ដាក់លើ desktop នេះគឺ PP Landsat 9ហ្នឹងអូខេអញ្ចឹងនេះគឺជារូបភាពផងយើងដែលយើងបានទាញយកដោយប្រើ Google AI Engine ហ្នឹងឃើញថារូបភាពហ្នឹងវាមាន4 band អូខេ4 3 2និង5 5នេះគឺជា near infrared band near infrared band យើងអាចយកមកធ្វើ
spectroindice ទៅកណនី spectroindice ទៅអាចកណនីបានជាឧទាហរណ៍ដូច NDVI ឬក៏ NDWI អញ្ចឹងទៅអូខេរូបភាពនេះបើសិនយើងឃើញថាវាអត់សូវភ្លឺទេយើងអាចសេរីនៅក្នុង raster menu នេះសេរីមើលទៅលើ brightness contrast gamma យើងអាចតម្លើង gamma ទៅវាកាន់តែភ្លឺហើយអូខេអញ្ចឹងយើងអាចមើលបានរូបភាពហ្នឹងហើយបន្ទាប់ពីប៉ុណ្ណឹងហើយយើងអាចយកវាទៅប្រើប្រាស់តាមការគួរដែលលោកអ្នកចង់ប្រើប្រាស់ឬក៏ចង់វិភាគហ្នឹងអូខេអញ្ចឹងវីដេអូហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងទេហើយសង្ឃឹមថាវីដេអូនេះនឹងអាចជួយដល់លោកអ្នកបាននៅក្នុងករណីដែលលោកអ្នកចង់ទាញយកនៅទិន្នន័យផ្កាយរណប Landsat ណាហើយឬក៏ទិន្នន័យផ្កាយរណប Sentinel ហ្នឹងរបស់ ESA ហ្នឹងក៏យើងទាញតាមរបៀបស្តៀងគ្នាហ្នឹងដែរហើយបើសិនលោកអ្នកចង់ចេះអំពីរបៀបនៅក្នុងការទាញយករូបភាព Sentinel ហ្នឹងលោកអ្នកអាច comment នៅខាងក្រោមវីដេអូនេះបានខ្ញុំនឹងធ្វើវីដេអូមួយទៀតបង្ហាញលោកអ្នកអំពីរបៀបក្នុងការទាញយកនៅរូបភាពផ្កាយរណប Sentinel ហ្នឹងហើយយើងនឹងជួបគ្នានៅវីដេអូបន្តទៀតសូមអរគុណបាយបាយ